ចាជម្រាបសួរបងប្អូនទាំងអស់គ្នានៅថ្ងៃនេះម្ដងទៀតខ្ញុំមានមុខម្ហូបមួយគឺឆាខ្ញីសាច់មាន់ចាម្ហូបនេះបារាំងក៏ចូលចិត្តណាក៏ខ្ញុំនៅធ្វើការជាមួយបងស្រីខ្ញុំគឺគាត់ចូលចិត្តញ៉ាំម្ហូបនឹងឯងឆាខ្ញីគេហៅថា poulet sauté au gingembre អញ្ចឹងខ្ញុំមាន poulet ខ្ញុំមានសាច់មាន់ហើយនឹងខ្ញីហើយអានេះស្លឹកខ្ទឹមបារាំងហើយជាមួយនឹងខ្ទឹមក្រហមចានឹងហើយចឹងខ្ញុំត្រៀមរួចរាល់អស់ហើយឥឡូវនេះខ្ញុំនឹងយកទៅឆាចឹងខ្ញុំហាន់ស្រេចទៅបងប្អូនទេហើយចំណែកខ្ញីយើងហាន់កុំឲ្យធំពេកដែរចឹងខ្ញុំនឹងយកទៅឆាចាចឹងសូមបងប្អូនតាមដានជាមួយខ្ញុំទាំងអស់គ្នាអូខេបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ទះខ្ញុំក្តៅហើយខ្ញុំចាប់ដើមដាក់ខ្លាញ់ចាចឹងខ្ញុំដាក់ខ្លាញ់ចូលមួយវែកនៅនេះក្តៅហើយខ្ញុំដាក់ខ្ញីចូលចាអញ្ចឹងខ្ញីនេះយើងលីងវាឲ្យវាក្រហមចាយើងលីងឲ្យវាឈ្ងុយឥឡូវនេះខ្ញុំដាក់ខ្លាញ់ថែមបន្តិចទៀតដោយសារអានេះយើងត្រូវការដាក់ខ្លាញ់ច្រើនបន្តិចបានវានេះល្អខ្ញីបានវាក្រៀមណាចាព្រោះខ្ញុំឆាឲ្យវាក្រៀមខ្ញុំចូលចិត្តខ្ញីហ្នឹងឲ្យក្រៀមល្អចាចឹងខ្ញុំឆាឲ្យក្រៀមសិនចានេះឥឡូវនេះខ្ញីខ្ញុំយកក្រៀមប៉ុណ្ណឹងចាព្រោះឲ្យខ្ញុំចូលចិត្តឆាខ្ញីចូលខ្ញីក្រៀមតែខ្ញីរៀងនៅស្រស់ខ្ញុំអត់សូវចេះញ៉ាំវាដូចកពុលណាឥឡូវនេះខ្ញុំដាក់ខ្ទឹមបារាំងខ្ទឹមក្រហមខ្ញុំចូលចាចឹងយើងលីងវាប៉ុណ្ណឹងមកអូយ៉ាងនេះហើយបានយើងដាក់នេះជើងចូលទៀតសាច់មាន់ខ្ញុំចង់យកដាក់ឆាសាច់មាន់យើងឲ្យសព្វមកចាឥឡូវនេះខ្ញុំដាក់ប្រេងខ្យងប្រេងខ្យងនេះខ្ញុំដាក់មួយស្លាបព្រាបាយណាចានេះមួយស្លាបព្រាបាយទៅមកទៀតខ្ញុំដាក់ទឹកត្រីចាទឹកត្រីនេះដូចគ្នាមួយស្លាបព្រាបាយនឹងបើសិនជាបងប្អូនចូលចិត្តរសជាតិប្រៃផ្អែមប៉ុណ្ណាស្រេចតាបងប្អូនអញ្ចឹងទៅណាគឺខ្ញុំដាក់ទឹកស្អ៊ីវខាប់ចានេះទឹកស្អ៊ីវខ្មៅណាដាក់ដើម្បីយកពួរវាចាចឹងខ្ញុំដាក់ចិត្តមួយស្លាបព្រាបាយដែរហើយខ្ញុំដាក់ស្ករខ្ញុំដាក់ស្ករអំពៅចឹងចិត្តមួយស្លាបព្រាបាយដែរស្ករអំពៅខ្ញុំចឹងយើងឆាវាចឹងប៉ុណ្ណឹងហើយយើងដាក់ទឹកវាចូលបន្តិចចាដើម្បីឲ្យសាច់មាន់នឹងវាឆ្អិនបន្តិចខ្ញុំដាក់ទឹកបន្តិចមកកុំឲ្យវាស្ងួតពេកចាដើម្បីខ្ញុំល្ងើឲ្យសាច់មាន់នឹងវាផុយបន្តិចដែរចឹងខ្ញុំទុកចាំមួយភ្លែតចាហ្នឹងហើយចឹងយើងឆាវាមកស្ទុះហើយទុកវា5មីនិតឬ8មីនិតចឹងឲ្យសាច់មាន់យើងឆ្អិនណាចាចឹងខ្ញុំភ្លក់មើលហ្នឹងហើយចឹងរបស់ខ្ញុំល្មមហើយចឹងពេលបងប្អូនឆាបងប្អូនភ្លក់មើលតាមចូលចិត្តទៅចឹងឥឡូវខ្ញុំដាក់ស្លឹកខ្ទឹមនេះខ្ញុំមកចូលមកចា
ហ្នឹងហើយចឹងឆាសាំងរមខ្ញុំឆាខ្ញីខ្ញុំឆ្អិនហើយចាអត់មានអីពិបាកទេបងប្អូនឆានឹងលឿនហើយឆ្ងាញ់ទៀតអូខេបងប្អូនចឹងឆ្អិនហើយឆាខ្ញីខ្ញុំតែប៉ុណ្្នឹងឯងគឺយើងអត់មានដាក់ម្រេចដាក់អីទេដោយសារខ្ញីវាហឹលហើយចឹងខ្ញុំអត់ប្រើម្រេចប្រើអីទេចាចឹងនេះជាការស្រេចបងប្អូនទាំងអស់គ្នារួចរាល់ហើយឆាសាំងរមឆាខ្ញីអូខេបងប្អូននេះឆាសាំងរមយើងឆ្អិនហើយឆាខ្ញីបងប្អូនឆ្អិនហើយឥឡូវនេះសូមបងប្អូនមកភ្លក់មកខ្ញុំទាំងអស់គ្នាអញ្ចឹងឆ្ងាញ់បងអាពីទីបាទឆាខ្ញីមើលបងប្អូនសាកមើលឆ្ងាញ់ណាឆាខ្ញីនៅសូបារ៉ាំងញ៉ាំបងប្អូនសាកធ្វើញ៉ាំមើលបងប្អូនរត់នឹកម្ហូបអីអត់ឃើញមើលតាការរីកគ្រប់រដូវទៅឃើញហើយបងប្អូនមានគ្រប់ម្ហូបឆ្ងាញ់ណាបងប្អូនឆាដាក់ខ្ទឹមលីងតិចៗអញ្ចឹងឆ្ងាញ់ឈ្ងុយអូខេអរគុណច្រើនបងប្អូនខ្ញុំបានបង្ហាញឲ្យពីមុខម្ហូបឆាខ្ញីចារបស់ខ្ញុំបានឆ្អិនរួចរាល់ហើយអរគុណបងប្អូនដែលគាំទ្រវីដេអូខ្ញុំសូមជួបគ្នាវីដេអូក្រោយទៀតសូមជួយ share like ម្នាក់មួយផងបងប្អូនអរគុណច្រើនបាយបាយ